ឧទាហរណ៍ថាខ្ញុំបើកការ៉ាសមួយដើម្បីជួលឡានហ៎ចឹងគេមកជួលឡានខ្ញុំប្រចាំខែប៉ុន្តែអ្នកជួលហ្នឹងគឺជាមេគ្រឿងញៀនមួយចឹងគាត់យកឡានដែលជួលពីខ្ញុំហ្នឹងទៅដឹកគ្រឿងញៀនឃើញទេអញ្ចឹងសមត្ថកិច្ចចាប់ជាប់ពេលចាប់បានគាត់មើលឡានហ្នឹងគឺឈ្មោះរបស់ខ្ញុំសំណួរសួរថាតើក្នុងករណីនេះឡាននេះអាចជាកម្មវត្ថុនៃការរឹបអូសបានដែរឬទេបើតាមផ្លូវច្បាប់ឡាននេះគឺជាឡានរបស់តន្ត្រីជនដែលគាត់អត់ដឹងឡាននេះមិនមែនជាកម្មវត្ថុនៃការរឹបអូសឡើយនិយាយដូច្នេះមិនមែនមានន័យថាអ្នកឲ្យឡានគេយកទៅដឹកគ្រឿងញៀនមិនមានទោសនោះទេព្រោះច្បាប់យើងមានចែកអំពីករណីអ្នកផ្ដើមគំនិតនិងអ្នកសំគំនិតនិយាយចំភាសាសាមញ្ញថាអ្នកសុំកលុំឃើញទេអញ្ចឹងឡានហ្នឹងមិនមែនឡានជួលទេណាជាឡានដែលគាត់យកទៅប្រាប់ថាឥឡូវយកឡានរបស់គាត់ដើម្បីទៅដឹកគ្រឿងញៀនទៅក្នុងករណីពេលចាប់បានកុំថាឡោចឡានដែលត្រូវរឹបអូសសូម្បីតែគាត់ក៏អត់រួចខ្លួនដែរគាត់ត្រូវជាប់ទោសបើមិនមែនជាអ្នកផ្ដើមគំនិតដែលហៅថាមេខ្លោគាត់ត្រូវជាប់ទោសពីអ្នកសំគំនិតដែលបានជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសរឿងនេះគឺជាគោលការណ៍ច្បាប់ទូទៅច្បាប់ស្កេមរបស់យើងក៏មិនទៅហួសពីគោលការណ៍ទូទៅនឹងដែរ